ភាពចាស់ជរាគឺជាដំណើរការធម្មជាតិដែលគ្មានអ្នកណាម្នាក់អាចជៀសផុតបានឡើយបច្ចុប្បន្ននេះមានមនុស្សកំពុងតែរស់នៅប្រកបដោយអាយុយឺនយូរជាងពេលមុនដែលជាសញ្ញានៃការរីកចម្រើនប៉ុន្តែវាក៏ជាបន្ទុកដ៏សែនធ្ងន់មួយប្រសិនបើយើងខ្វះការរៀបចំវាការយល់ដឹងពីឫសគល់នៃវ័យជរាមិនមែនដើម្បីតែការព្រួយបារម្ភប៉ុណ្ណោះទេប៉ុន្តែដើម្បីរៀបចំជីវិតចុងក្រោយរបស់ពួកគាត់ឲ្យរស់នៅដោយមានសុខភាពល្អមានតម្លៃនិងមានកិត្តិយសប៉ុន្តែជាទូទៅយើងកម្រនឹងឃើញមនុស្សភាគច្រើនយកចិត្តទុកដាក់ឬបានត្រៀមខ្លួនសម្រាប់វ័យនេះណាស់រហូតទាល់តែបញ្ហាកើតឡើងចំពោះខ្លួនឯងឬក៏ប្រឈមចំពោះមនុស្សជាទីស្រឡាញ់របស់ខ្លួនភាពចាស់ជរាវានឹងប៉ះពាល់ដល់យើងទាំងអស់គ្នាភាពចាស់ជរាមិនមែនជារឿងរបស់មនុស្សម្នាក់នោះទេប៉ុន្តែវាជាប្រធានបទដែលពាក់ព័ន្ធនឹងបុគ្គលពាក់ព័ន្ធនឹងគ្រួសារក៏ដូចជាសង្គមទាំងមូលផងដែរចំពោះបុគ្គលយើងម្នាក់កំពុងតែចាស់ទៅរៀងរាល់ថ្ងៃចំពោះគ្រួសារឪពុកម្ដាយនិងមនុស្សជាទីស្រឡាញ់របស់យើងកំពុងតែត្រូវការការគ្រប់គ្រងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃចំពោះកម្ពុជាគ្រួសារខ្មែរជាច្រើនកំពុងតែប្រឈមមុខនឹងការផ្លាស់ប្ដូរទាំងផ្នែករាងកាយនិងតម្រូវការថែទាំរបស់មនុស្សចាស់ប៉ុន្តែជារឿយយើងនៅខ្វះការយល់ដឹងការត្រៀមខ្លួននៅឡើយទេកុំចាំដល់ពេលចាស់ត្រូវការកុំចាំដល់គាត់ត្រូវការយើងហើយយើងមិនដឹងថាត្រូវធ្វើអ្វីដើម្បីជួយពួកគាត់បានទី1ត្រូវរៀនស្វែងយល់ពីចិត្តសាស្ត្ររបស់មនុស្សទី2ត្រូវរៀនពីបច្ចេកទេសក្នុងការថែទាំមនុស្សចាស់នៅតាមផ្ទះទី3រៀបចំផ្ទះសម្បែងរបស់អ្នកឲ្យមានសុវត្ថិភាពព្រោះការមើលថែដែលល្អបំផុតគឺផ្ដើមចេញពីការត្រៀមខ្លួននៅមានសំណួរជាច្រើនដែលក្មួយបានសួរមកកាន់ Care ហើយថ្ងៃនេះនាងខ្ញុំសូមលើកយកសំណួរតែពីរប៉ុណ្ណោះដើម្បីឆ្លើយតបបំបត្តិក្តីបារម្ភសំណួរទី1សួរថាខ្ញុំនៅក្មេងសោះចាំបាច់អីត្រូវដឹងរឿងមនុស្សចាស់ពីពេលឥឡូវហ្នឹងសំណួរនេះល្អណាស់ក្មួយដឹងទេថាការរៀនពីមនុស្សចាស់ពីពេលឥឡូវនេះមិនមែនមានន័យថាឲ្យយើងទៅជាមនុស្សចាស់តាមគាត់នោះទេប៉ុន្តែវាជាការប្រៀបដូចជាការទិញ insurance ឬក៏ការទិញធានារ៉ាប់រងក្តីសុខឲ្យគ្រួសារអញ្ចឹងប្រសិនបើក្មួយយល់ដឹងពីគាត់ឲ្យបានមុនយើងនឹងមិនសូវមានចំនួនជាមួយពួកគាត់ឡើយហើយយើងក៏អាចរៀបចំផែនការជីវិតសម្រាប់ខ្លួនឯងឲ្យមានគុណភាពល្អបំផុតពីព្រោះក្មួយក៏គង់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃយើងក៏កាន់តែចាស់រីឯមនុស្សចាស់ពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែត្រូវការការគ្រប់គ្រងក៏ឈានទៅរកវ័យជរាដណ្ដាបផងដែរសំណួរទី2ជួនកាលចង់មើលថែគាត់ដែរតែគាត់ពិបាកនិយាយគ្នាខ្លាំងណាស់ធ្វើមិនទៅCareយើងពិតជាយល់អារម្មណ៍មួយនេះណាមនុស្សចាស់ពេលខ្លះគាត់មានចរិតដូចកូនក្មេងអញ្ចឹងពីព្រោះថាខួរក្បាលរបស់និងរាងកាយរបស់គាត់បានប្រែប្រួល
ខ្លះទៅហើយនៅទីនេះខាយូយើងមានតិចនិចដើម្បីជួយឲ្យគាត់និយាយត្រូវគ្នាហើយស្ដាប់បានធ្វើឲ្យអារម្មណ៍ផ្លូវចិត្តរបស់គាត់ទៅប៉ះទៅផ្លូវកាយបានយ៉ាងល្អប្រសើរបើប្អូនចង់ដឹងកុំភ្លេចតាមដាន page របស់ខាយូគ្រប់វីដេអូទាំងអស់ខាយូតែងតែបង្ហាញអំពីសេវាកម្មរបស់ខាយូប្រសិនជាមានចម្ងល់បន្ថែមសូមតាក់ទងតាមរយៈលេខទូរស័ព្ទ081 648 650ឬ www.kayucambodia.com សូមអរគុណសូមជម្រាបលា